ដើមសាច់រឿងរបស់យើងមកយើងក៏បានឃើញឡានក្រុងជាច្រើនដែលដឹកកីឡាករទាំងអស់ទៅកាន់អគាររបស់ Blue Lock មកដល់ហើយ Isagi ក៏បានទទួលបានអាវមួយដែលមានលេខ299សិតគេក៏បានគិតថាគេប្រហែលជានៅក្នុងបន្ទប់សិតហើយបើកទ្វារភ្លាមគេក៏បានឃើញសារប្រយុទ្ធជាច្រើនដែលនៅក្នុងបន្ទប់នោះហើយរួមទាំងគីរ៉ាផងដែរគីរ៉ាក៏បានមករាក់ទាក់ Isagi ភ្លាមនោះដែរក៏មានបរិមម្នាក់បានគប់អាវចំ Isagi គាត់មានឈ្មោះថា Kunigami ហើយគាត់ក៏បានសុំទោស Isagi ផងដែរហើយឲ្យ Isagi មកផ្លាស់កៅអៅលឿនមកដើរទៅមុខបានបន្តិច Kunigami ក៏បាននិយាយថាមើលក្រោមផងនោះប្រយ័ត្នជាន់អប៉ែនោះកំពុងតែដេកហើយបរិរដែលកំពុងតែដេកនឹងគាត់មានឈ្មោះថាប៉ាជីរ៉ាផ្លាស់កៅអៅរួច Isagi ក៏បានឃើញបរិមម្នាក់ក៏បានរាក់ទាក់ទៅកាន់គីរ៉ាហើយគេក៏បានរាក់ទាក់មកកាន់ Isagi ផងដែរដែលគាត់មានឈ្មោះថា Igarashi គាត់មានលេខ300នៅលើអារបស់គាត់លៀមនៅ Ego ក៏បានចេញមកនៅលើកញ្ចក់ទូគាត់ក៏បានសួរទៅកាន់អ្នកនរគ្នាតើអ្នកនរគ្នាផ្លាស់កៅអៅរួចហើយឬនៅហើយគាត់ក៏បាននិយាយបន្តទៀតថាលេខនៅលើអារបស់អ្នកនរគ្នាគឺជាចំណិតថ្នាក់របស់អ្នកទាំងអស់គ្នាដែលបានរៀបចំឡើងដោយខ្ញុំតើអ្នកនរគ្នាមានចំណិតថ្នាក់លេខប្រមាណនៅក្នុងចំណោមមនុស្ស300នាក់លៀមនៅ Isagi ក៏បានកលេចទៅមើលលេខអារបស់ខ្លួនឯងដែលគាត់មានចំណិតថ្នាក់299វាពិតជាទាបខ្លាំងណាស់ហើយ Ego ក៏បាននិយាយបន្តទៀតថាកីឡាករដែលបានវឹកហាត់ចប់ពីកន្លែងនេះនឹងបានក្លាយជា U20 របស់ប្រទេសជប៉ុនដើម្បីទៅប្រកួត World Cup ប៉ុន្តែបើសិនបើអ្នកបរាជ័យនៅក្នុងទីនេះអ្នកនឹងមិនអាចលេងបាល់ជារៀងរហូតឥឡូវនេះខ្ញុំមានហ្គេមមួយដើម្បីឲ្យអ្នកទាំងអស់គ្នាលេងអ្នកមានពេល136វិនាទីដើម្បីលេងវាហើយអ្នកដែលមានចំណុចថ្នាក់ទាបជាងគេនឹងត្រូវបានកាន់បាល់មុនគេគឺវាងាយស្រួលយល់ណាស់អ្នកដែលមានបាល់នៅនឹងជើងត្រូវតែទាត់បាល់ឲ្យចំអ្នកផ្សេងទៀតបើសិនជាទាត់បាល់ចំអ្នកណាអ្នកនោះនឹងត្រូវកាន់បាល់វិញម្ដងហើយបើអ្នកកាន់បាល់រហូតដល់អស់វិនាទីនោះអ្នកនឹងត្រូវបានចាក់ចេញពីទីនេះហើយមួយទៀតកុំប្រើដៃឲ្យសោះអ្នកដែលត្រូវកាន់បាល់ដំបូងគេនោះគឺជា Igarashi ព្រោះគាត់មានចំណុចថ្នាក់ទាបជាងគេនៅក្នុងបន្ទប់មួយនេះ Igarashi គាត់ក៏បាននិយាយថាបើខ្ញុំបរាជ័យនៅក្នុងពលឡុកនេះខ្ញុំនឹងក្លាយជាព្រះសង្ឃអស់មួយជីវិតហ្គេមក៏បានចាប់ដើម Igarashi ក៏បានបណ្ដាបាល់ដើម្បីសូត្រឃើញមនុស្សនៅផ្ដុំគ្នាច្រើនបែបនេះគេគិតថាជាឱកាសរបស់គេហើយគេក៏បានសុំទោសទៅកាន់ Isagi ឲ្យសុទ្ធមួយជើងតែពីណាគេទៅភ្លើឈរឲ្យសុទ្ធនោះពួកគេក៏បានគេក៏បានបណ្ដាបាល់បន្តទៀតហើយក៏បានសុទ្ធជើងទៀតប៉ុន្តែនៅតែខុសដដែលភ្លាមនោះបាល់ក៏បានឡងពីជញ្ជាំងហើយក៏បានរមាទៅជិតប៉ាជីរ៉ា Igarashi សប្បាយចិត្តណាស់ថាប៉ែនេះកំពុងតែដេកអញ្ចឹងជាឱកាសរបស់គេហើយរៀបនឹងទាត់ទៅហើយប៉ាជីរ៉ាក៏បានងើបមកហើយក៏បានដាក់គេមួយជើងគេក៏បានតវ៉ាថាចុំប្រៃលេងខូចម៉េះប្រៃលេងទាត់គេអញ្ចឹងមែនប៉ាជីរ៉ាក៏បានក្រោកឡើងហើយសួរថាតើវាខុសច្បាប់មែនគេហាមតែកុំឲ្យប្រើដៃតែខ្ញុំធាក់ថាមានន័យណាហើយគេក៏បានរុនសួស្ដីមកកាន់អ្នកគ្រប់គ្នាកូននេះកាមីក៏បានតែនិយាយជាមួយប៉ាជីរ៉ាថាអូនឲ្យលេងសុវូតិចទៅកុំលេងវាយគ្នាអញ្ចឹងនិយាយមិនទាន់ចប់ផង Igarashi ក៏បានទាត់បាល់ទៅកណ្ដាលមុខកូននេះកាមីមួយជើងកូននេះកាមីក៏បានខឹង Igarashi ជាខ្លាំងគាត់ក៏បាននិយាយថាសត្វដេរឆានយើងនឹងសម្លាប់ឯងលៀមនោះ Igarashi ក៏បានយក Isagi មករងកូននេះកាមីក៏បានដាក់មួយជើងយ៉ាងខ្លាំងចំ Isagi គ្នាចង់បែកក្អួតមួយជើងនេះពិតជាធ្ងន់ខ្លាំងណាស់ធ្វើឲ្យ Isagi ងើបឡើងចង់រួចកូននេះកាមីគេក៏បានសុំទោសព្រោះគេទាត់ច្រឡំមនុស្សហើយពេលនេះអ្នកកាន់បាល់គឺជា Isagi ត្រូវមួយបាល់របស់កូននេះកាមីហើយគេគឺងើបឡើងចង់រួចតែម្ដង Isagi គេក៏បានគិតថាគេមិនអាចបរាជ័យនៅទីនេះបានទេចំណែកឯនីតិនេះសត្វតែមួយនីតិទៀតតែប៉ុណ្ណោះគេក៏បានងើបឡើងហើយបណ្ដាបាល់យកសុទ្ធតែសុទ្ធគឺមិនត្រូវនោះទេគេក៏បានគិតថាគ្រប់គ្នានៅទីនេះសិតតែមានចំណុចថ្នាក់ខ្ពស់ជាងខ្ញុំអញ្ចឹងខ្ញុំត្រូវទៅរកអ្នកដែលមានចំណុចថ្នាក់ទាបជាងខ្ញុំដើម្បីបញ្ចប់គេគិតភ្លាមធ្វើភ្លាមតែម្ដងគេក៏បានរត់សម្ដៅទៅរក Igarashi ប៉ែនោះឃើញចឹងរត់ដាច់ជើងចោលតែម្ដងនីតិសុទ្ធតែ50វិនាទីទៀតតែប៉ុណ្ណោះពេលនោះប៉ាជីរ៉ាក៏បានចាប់កូននេះកាមីដើម្បីឲ្យ Isagi សុទ្ធដើម្បីសងសឹកភ្លាមនោះបងរបស់យើងគាត់គឺសប្បាយចិត្តយ៉ាងខ្លាំងគាត់ថានោះទាត់គាត់ទៅហើយពេលនោះកូននេះកាមីក៏បានចាប់បោះប៉ាជីរ៉ាទៅលើ Igarashi ងើបឡើងភ្លាមរៀបនឹងរត់បន្តទៀតប៉ុន្តែជើង Igarashi ក៏បានក្រេកគេក៏បាននិយាយទៅកាន់ Isagi ថាជប់សិនជើងរបស់ខ្ញុំបានក្រេកទៅហើយសូមកុំទាត់ខ្ញុំអីភ្លាមនោះសម្លេងរបស់គីរ៉ាបានស្រែកមកយ៉ាងខ្លាំងថា Isagi បញ្ចប់គាត់ទៅ Isagi ក៏បានផ្លឹកបន្តិចហើយនាទីនៅសល់តែ25វិនាទីទៀតតែប៉ុណ្ណោះគេក៏បានបណ្ដាបាល់ទៅជិត Igarashi គេក៏បានភ័យណាស់ហើយក៏បានអង្វរ Isagi ថាកុំទាត់ខ្ញុំអីខ្ញុំមិនចង់បាត់បង់អនាគតនៅទីនេះទេភ្លាមនោះ Isagi ក៏បានយាយជើងបងរបស់យើងគិតថាអនាគតរបស់គាត់នឹងចប់នៅទីនេះហើយគាត់ក៏បានបិទភ្នែកបើកភ្នែកមកវិញគេក៏បានឃើញ Isagi ឈរនៅនឹងមុខគេដដែលប៉ុន្តែគេឆ្ងល់ណាស់ហេតុអ្វី Isagi មិនសូត្រអញ្ចឹង Isagi ក៏បាននិយាយថាទេមិនត្រូវនោះទេខ្ញុំមកទីនេះគឺដើម្បីខ្លាំងបើសិនជាខ្ញុំផ្ដួលអ្នកខ្សោយជាងខ្ញុំនោះខ្ញុំគ្មានថ្ងៃខ្លាំងនោះទេហើយគ្រប់គ្នាក៏បានឆ្ងល់ទៅកាន់ Isagi ខ្លាំងមែនតើ Isagi ក៏បាននិយាយបន្តទៀតថាជំរើសមានតែមួយប៉ុណ្ណោះគ
គឺដួលអ្នកខ្លាំងជាងខ្ញុំហើយគេក៏បានបណ្ដាបាទៅកាន់ប៉ាជីរ៉ាតែម្ដងប៉ាជីរ៉ាក៏បាននិយាយថាខ្ញុំចូលចិត្តឯងភ្លាមនោះប៉ាជីរ៉ាក៏បានឆក់បាចេញពីជើងរបស់អ៊ីសាហ្គីហើយក៏បានរត់សម្ដៅទៅកាន់គីរ៉ាព្រោះគីរ៉ាគឺជាអ្នកមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងបន្ទប់មួយនេះប៉ាជីរ៉ាក៏បានសុំមួយជើងប៉ុន្តែគីរ៉ាកិច្ចផុតគេក៏ចង់ថែមគីរ៉ាមួយជើងចំកណ្ដាលក៏បានទៀតប៉ុន្តែគីរ៉ាបានកិច្ចផុតម្ដងទៀតនៅសល់តែ6វិនាទីទៀតតែប៉ុណ្ណោះប៉ាជីរ៉ាក៏បានទាត់បាល់មួយជើងគីរ៉ាគេក៏បានសប្បាយចិត្តណាស់ព្រោះបាល់នោះនឹងមិនអាចត្រូវគេនោះទេប៉ុន្តែគីរ៉ាបានគិតកុសហើយបាល់នោះគឺជាបាល់បញ្ចូលនោះទេបាល់ក៏បានធ្លាក់ទៅដល់មុខអ៊ីសាហ្គីពេលវេលានៅសល់តែ3វិនាទីទៀតតែប៉ុណ្ណោះភ្លាមនោះកែវផ្នែកអាត្មានិយមរបស់អ៊ីសាហ្គីក៏បានបញ្ចេញមករកពេលដែលប៉ាជីរ៉ានិយាយប៊ូអ៊ីសាហ្គីក៏បានកាប់ចាំមួយជើងដើម្បីបញ្ចប់អនាគតគីរ៉ានៅទីនេះម៉ោងក៏បានអស់ធ្វើឲ្យគីរ៉ាត្រូវបានចាក់ចេញពីកន្លែងនេះហើយសាច់រឿងពលឺឡុករបស់យើងក៏បានបញ្ចប់ដោយឃើញកែវផ្នែកអាត្មានិយមរបស់អ៊ីសាហ្គី